យឧត្តមសសុខាចោទសួរទៅភាគីថៃថាខ្លាចអន់ឬច្រឡំថាជាតិសាសន៍គេអន់ជាងខ្លួនឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាតាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2025បានគូបញ្ជាក់ថារាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុតដែលទាហានថៃឆ្មក់បាញ់ប្រហារបណ្ដាលឲ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះកាលពីថ្ងៃទី28ខែឧសភានៅតំបន់មុំ3ខេត្តព្រះវិហាររហូតមកដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2025ភាគីថៃទាំងថៃរដ្ឋាភិបាលថៃកងទ័ពនិងក្រុមថៃប្រឆាំងថៃបានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុបង្វែរសាច់រឿងកាយកប់ត្រឡប់គ្របបំភាន់សាធារណមតិថៃខ្លួនឯងនិងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ3បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរ៉ៃនិងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលថៃបច្ចុប្បន្នឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខាបានបញ្ជាក់បន្ថែមថាមិនចង់លំអិតច្រើនលើទង្វើមិនស៊ីវិល័យរបស់ថៃគិតត្រឹមសភាពការព្រឹកថ្ងៃទី25ខែមិថុនាបន្ទាប់ពីផុងខ្លួននិងវិលក្បងអស់ក្បួនដោយពាក្យដូនតាខ្មែរផ្ដាំកូនចៅថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឲ្យជនជាតិថៃនិងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនានិងជឿងប់ថាឥឡូវថៃបើកច្រកព្រំដែនអស់ហើយនៅឡើយតែខ្មែរទេតាដែលបន្តបិទផ្ទុយពីជំហរថៃខ្មែរមួយនគរដែលបាននឹងកំពុងរួមចិត្តនិងបេះដូងគាំទ្ររាជរដ្ឋាភិបាលក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរដោយឡែកសហគមន៍អន្តរជាតិជាទូទៅក៏ប្រហែលជាផ្ដាំជ្រែងនឹងទង្វើថៃអស់ហើយត្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរឯកឧត្តមសសុខាបានចោទជាសំណួរថាសូមសាធារណជនជួយពិចារណាបើកតែទ្វារច្រកតែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈតើនេះអរិយាប័ត្រអ្វីទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេបើថៃមានសុចរិតភាពនិងបើកច្រកទាំងអស់ជាផ្លូវការមែននោះថៃត្រូវចេញលិខិតប្រកាសបើកជាចំហឬថ្លែងជាសាធារណៈដល់ភាគីកម្ពុជានិងពិភពលោកឲ្យដឹងថាខ្លួនព្រមបើកច្រកដំណើរការដោយទាំងស្រុងឡើងវិញដែលថៃបានបិទដោយឯកឯងកន្លងទៅកុំបើកចំហតែទ្វារដើម្បីបង្ហាញរូបភាពតែបិទមិនឲ្យមានការចេញចូលជាទូទៅនោះនេះហៅថាបើកតែបិទក្នុងឧបាយកលពឹសពុលស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខាក៏បានកត់សម្គាល់ថាជារួមផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ3ក្បែរព្រំដែនឡាវថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជារហូតដល់ព្រំដែនចាំយាមជាប់មាត់សមុទ្រប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃខ្មែរស្គាល់ច្បាស់ណាស់ខ្មែរក្រជាងថៃតែខ្មែរថ្លៃថ្នូរជាងថៃថៃមិនស្គាល់សង្គ្រាមតែខ្មែរឆ្អែតនឹងសង្គ្រាមថៃមានបានខ្មែរជួយហើយខ្មែរត្រូវការតែការគោរពនិងសហប្រតិបត្តិការដោយស្មារតីតាមយន្តការច្បាប់កិច្ចព្រមព្រៀងនិងយន្តការអន្តរជាតិឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុខ្មែរតេជោធិបតីផ្ដល់តម្លៃខ្ពស់លើសន្តិភាពនិងភាពថ្លៃថ្នូរនៃមនុស្សជាតិ